ខាងភ្នាក់ងារប្រាសាទជួយកូនសិស្សខ្មែរទៅរៀននៅក្រៅប្រទេសហ្នឹងមែនបងបាទហ្នឹងហើយបាទឮភ្ញៀវមួយចំនួនគាត់ឆ្ងល់ហើយមានសំណួរសួរថាបងមានរៀបចំវីសាទៅទេសចរទៅលេងក្រៅប្រទេសអត់បងនេះមីក្រូហ្វូនបងបាទភ្នាក់ងារយើងខ្ញុំក៏មានសេវាកម្មជួយរៀបចំរត់ការឲ្យបិតាសិស្សឬក៏ទេសចរដាក់ពាក្យស្នើសុំទៅថាការប្រភេទទេសចរមកលេងក្រៅប្រទេសដែរដោយលក្ខណៈឯកជនបាទហើយយើងតាំងពីឆ្នាំ2012មក2011 12មកគឺយើងបានជួយរៀបចំជួយស្នើសុំរត់ការវីសាកូនសិស្សនិងទេសចរនោះគឺវារាប់ពាន់ករណីហើយបាទអញ្ចឹងបទពិសោធន៍យើងគឺយើងមានច្រើនមែនទែនហើយយើងខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់ទៅរៀននៅក្រៅប្រទេសរៀននៅស្វីសរៀននៅអាមេរិកហើយធ្លាប់ដើរលេងច្រើនប្រទេសដើរលេងច្រើននៅទីក្រុងធំច្រើនប្រទេសមែនទែនបាទចុះបងចុះឯកសារអីគេខ្លះដើម្បីស្នើសុំវីសាទេសចរទៅលេងក្រៅប្រទេសហ្នឹងបងអាហ្នឹងសំណួរតែភ្ញៀវក៏ច្រើនតែសួរហើយឯកសារទៅត្រូវការហ្នឹងគឺមានដូចជាឯកសារអត្តសញ្ញាណកម្មបាទហ្នឹងនរណាគេក៏មានដែរឯកសារអត្តសញ្ញាណកម្មហ្នឹងបាទឯកសារប្រភពចំណូលនិងឯកសារអចលនទ្រព្យបាទតែពេលខ្លះតាមលក្ខខណ្ឌតវពេលខ្លះត្រូវមានឯកសារពាក់ព័ន្ធនឹងគោលបំណងការធ្វើដំណើរធានារ៉ាប់រងសុខភាពឬក៏កក់អន្តើហ្នឹងតាមស្ថានទូតពីច្រើនអឺរ៉ុបបាទចុះបងបើសិនជាគាត់ចង់តាក់ទងបងត្រូវតាក់ទងតាមណាដែរបងឥឡូវស្រួលទេគឺយើងតាក់ទងតាមប្រព័ន្ធ Telegram មកលេខទូរស័ព្ទខ្ញុំនៅគ្រប់កន្លែងយើងអាចអូសចុះអូសឡើងទៅឃើញមានលេខទូរស័ព្ទពេលខ្លះមាន link Telegram ទាំងលេខ cell card 017 440909ហ្នឹងហើយនឹងលេខខាង smart 098726556ហ្នឹងគឺលេខនេះមានប្រព័ន្ធ Telegram ទាំងអស់បើសិនជាបងប្អូននៅជិតនៅភ្នំពេញទេអាហ្នឹងអាចធ្វើដំណើរមក office យើងនៅ OCAC ច្រវាដើម្បីធ្វើការប្រឹក្សាបបផ្ទាល់ក៏បានហើយយើងអត់គិតថ្លៃប្រឹក្សាយោបល់ទេបាទមានសំណួរទៀតដែរបាទអរគុណណាបាទអរគុណច្រើនបាទបាយបាយពីទីក្រុងអូក្លិនបាទ